រៀនកំចាត់ហេតុនៃទុក្ខចោលយើងត្រូវស្វែងរកហេតុនៃសេចក្តីទុក្ខសេចក្តីនេះចូលក្នុងគោលនៃអរិយសច្ចៈគឺទុក្ខអរិយសច្ចៈដោយសេចក្តីថាកាលមានទុក្ខយ៉ាងណាមួយកើតឡើងយើងត្រូវស្រាវជ្រាវរាវរកហេតុបើបានជួបប្រទះហើយត្រូវកំចាត់បង់នៅហេតុនោះចោលទុក្ខខ្លះកើតមកពីការមិនបានសម្រេចដោយក្តីប្រាថ្នាជាការខកចិត្តអស់សង្ឃឹមមនុស្សដែលមានការខកចិត្តក្នុងរឿងស្នេហាភាគច្រើនគឺច្រើនតែបន្ទោសគេតែម្ខាងប៉ុណ្ណោះបន្ទោសថាគេមិនស្មោះត្រង់នឹងខ្លួនគេបោកប្រាស់ខ្លួនជាដើមម្ល៉េះហើយក៏ទុកទោមនស្សនឹងខឹងក្រោធរហូតដល់ថ្នាក់សម្លាប់ជីវិតគេឬសងសឹកគេដោយប្រការៈណានីមួយដើម្បីរំសាយកំហឹងរបស់ខ្លួនឯងការសម្លាប់គេឬព្យាបាទគេបានសមតាមប្រាថ្នាហើយសេចក្តីទុក្ខមិនមែនរលត់ទៅនោះឡើយមានតែចម្រើនឡើងថែមទៀតព្រោះជាការបង្កនៅហេតុនៃសេចក្តីទុក្ខដូចជាការបន្ថែមអុសឲ្យដល់ភ្លើងដូច្នោះឯងដោះស្រាយបញ្ហាមិនចំចំណុចគឺវាប្រៀបបីដូចជាការលេបគ្រាប់ស្លែងដើម្បីព្យាបាលរោគដូច្នោះដែរសូម្បីសមតាមបំណងក៏ពិតហើយប៉ុន្តែរោគមិនបានស្ងប់រងាប់ឡើយមានតែរើឡើងហើយធ្វើទុក្ខខ្លាំងលើសដើមតាមពិតហេតុនៃសេចក្តីទុក្ខនេះគឺសេចក្តីស្រឡាញ់ដែលនៅក្នុងចិត្តរបស់ខ្លួននឹងឯងតែយើងគួរសំកុកកើតទុក្ខរងចាំឲ្យអ្នកដទៃត្រឡប់មកស្រឡាញ់យើងវិញទើបយើងបាត់កើតទុក្ខឬយ៉ាងម៉េចតែបើយើងប្រើបញ្ញាពិចារណាការពិតយើងនឹងទទួលយកការពិតហើយអប់រំចិត្តដើម្បីលះកាត់នៅសេចក្តីស្រឡាញ់ចោលចេញសេចក្តីទុក្ខរមែងមិនមានឡើយមនុស្សប្រុសស្រីភាគច្រើនគឺច្រើនតែចាប់ហេតុខុសទើបមិនអាចដោះបញ្ហាបានរឿងដតីផ្សេងទៀតក្រៅពីរឿងស្នេហានេះក៏មានទំនងដូចគ្នាត្រូវព្យាយាមស្រាវជ្រាវរាវរកដើមហេតុឲ្យបានត្រឹមត្រូវហើយក៏បីកំចាត់នៅដើមហេតុនោះឲ្យអស់រលីងទៅទើបសេចក្តីទុក្ខវារលត់ទៅបានធ្វើល្អបានល្អធ្វើល្អបានល្អបវរភាសិតគុណធម៌ក្នុងចិត្តជីវិតឧត្តមគុណធម៌ចម្រើនកើនព្រោះសន្សំស្មារតីខិតខំកសាងអាត្មាថ្មភ្នំគល់ឈើដើរលើឥដ្ឋក្រែងលុះដល់តាក់តែងវិចិត្ររចនាឲ្យទៅជាព្រះពុទ្ធបដិមាមនុស្សក្នុងលោកាគោរពវន្ទាមនុស្សល្អឆ្លាក់ខ្លួនដោយធម៌វិន័យបដិបត្តិរាល់ថ្ងៃវិស័យអ្នកជាកាយវាចាចិត្តស្អិតស្អាងគ្រប់គ្រាបដិបត្តិបូជាគ្រប់គ្នាថ្កុំថ្កើងរៀនអប់រំចិត្តយើងឲ្យមាននៅសេចក្តីស្ងប់ការអប់រំចិត្តឲ្យស្ងប់ដោយវិធីសមាធិឬសមថភាវនានិងម្យ៉ាងទៀតអប់រំឲ្យស្ងប់ផងលះផ្ដាច់ផងដោយវិធីវិបស្សនាសមាធិឬសមថភាវនាចំណុចនេះគឺសំដៅដល់ការចងចិត្តទុកជាមួយនឹងអារម្មណ៍សមាធិយ៉ាងណានីមួយនៅពេលណាចិត្តចាប់យកនៅអារម្មណ៍បានល្អហើយពោលគឺមិនរវើរវាយមិនរាយមាយមិនងាករេទៅក្នុងរឿងដទៃនៅពេលនោះសេចក្តីសុខក៏កើតឡើងចិត្តបានទទួលនៅការសម្រាកជាសុខសម្រានមិនស្វែងរកឬសម្លឹងរករបស់ដទៃទៀតឡើយមានភាពជាខ្លួនឯងនិងមានសេចក្តីសុខនៅជាមួយខ្លួនឯងពោលគឺមិនមានរវល់ដោយអំណាចកិលេសចូលមករំខាននិងចូលមកដឹកនាំទៅក្នុងអារម្មណ៍ផ្សេងនោះឯងការដែលចិត្តរបស់មនុស្សរវើរវាយត្រាច់ទៅនេះត្រាច់ទៅនោះព្រោះហេតុតែស្វែងរកនៅសេចក្តីសុខដោយអំណាចនៃកាមតណ្ហាលុះដល់ពេលចិត្តបានទទួលសេចក្តីសុខដោយអារម្មណ៍របស់សមាធិហើយមានការពេញចិត្តនៅក្នុងអារម្មណ៍របស់សមាធិនោះចិត្តក៏មាននៅសេចក្តីសុខសម្រានរាងកាយក៏រឹងប៉ឹងមាំមួនតាំងមាំមិនញាប់ញ័រមិនងែងងងងោកងក់បាត់បង់អស់នៅការហត់នឿយជាដើមទាំងនេះព្រោះមកអំពីសុខភាពសុខសម្រាននៃចិត្តបានផ្សព្វផ្សាយទៅគ្រប់សរសៃប្រសាទនិងគ្រប់ចំណែកនៃរាងកាយនៅពេលចិត្តបានទទួលសេចក្តីស្ងប់យ៉ាងនេះហើយភ
ភាពជាសុខប្រកបដោយបៃតេបានជ្រាបជ្រាបពេញរាងកាយអស់កាលដ៏យូរអាចតាំងនៅរហូតដល់មួយថ្ងៃមួយយប់ក៏បានវិបស្សនាភាវនាជាបឋមគឺត្រូវស្ដាប់ព្រះធម៌ឲ្យបានយល់ច្បាស់ដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកសមាទានសិលមានសទ្ធាជឿថាសត្វទាំងឡាយប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនគោលសំខាន់គឺការគ្រប់គ្រងចិត្តដោយសតិសម្បជញ្ញៈឲ្យចិត្តនៅជាមួយនឹងអារម្មណ៍បច្ចុប្បន្នក្នុងពេលដេកក្នុងពេលដើរពេលឈរនិងពេលអង្គុយឬក្នុងពេលបរិភោគអាហារជាដើមវិបស្សនាភាវនាគឺជាការគ្រប់គ្រងនៅឥន្ទ្រីទាំង6បានដល់ការសង្រួមភ្នែកសង្រួមត្រចៀកសង្រួមច្រមុះសង្រួមអណ្ដាតកាយនិងចិត្តមិនឲ្យអភិជ្ជាសេចក្តីស្រឡាញ់តោមនស្សការស្អប់ក្របសង្កត់ចិត្តបាននៅពេលឃើញរូបឬឮសំឡេងជាដើមវិបស្សនាភាវនាមានភាពប្រណិតនិងខ្ពស់ជាងឥន្ទ្រីសង្វរថ្នាក់សិលប៉ុន្តែចាំបាច់ត្រូវតែមានជំនួយអំពីឥន្ទ្រីយសង្វរសិលព្រោះឥន្ទ្រីយសង្វរសិលជាអាហារនៃសុចរិត3គឺកាយសុចរិតវចីសុចរិតនិងមនោសុចរិតសុចរិតទាំង3ជាអាហារនៃសតិប្បដ្ឋាន4ឯការអប់រំចម្រើននៅសតិប្បដ្ឋានទាំង4ជាការចម្រើនវិបស្សនាភាវនាឥន្ទ្រីយសង្វរសិលមិនមែនជាការស្រាវជ្រាវរាវរកសេចក្តីពិតក្នុងអារម្មណ៍ជាបរមត្តឡើយគ្រាន់តែប្រៀបបីដូចជាអ្នកយាមទ្វារប៉ុណ្ណោះឯចំណែកការចម្រើនសតិប្បដ្ឋានវិញគឺជាកម្រិតនៃសតិដែលមានការហ្វឹកហាត់ខ្ពស់ជាងកម្រិតសតិថ្នាក់សង្វរសិលជាសតិផ្នែកតាមដានស្រាវជ្រាវនិងនាំមកនៅបញ្ញាចែកខណ្ឌធាតុអាយតនៈដោះខាត់កំចាត់នៅមោហៈអវិជ្ជាដែលមោហៈអវិជ្ជានេះនាំឲ្យវង្វេងប្រកាន់ខណ្ឌធាតុអាយតនៈថាជាសត្វបុគ្គលតួខ្លួនអរិយមគ្គអង្គ8បើសង្គ្រោះជាសិក្ខា3គឺសមាទិដ្ឋិនិងសមាសង្កប្បៈជាបញ្ញាសិក្ខាសមាវិជ្ជាសមាកមន្តៈនិងសមាអាជីវៈជាសីលសិក្ខាឯអង្គមគ្គ3ទៀតគឺសមាវាយាមគ្គសមាសតិនិងសមាសមាធិជាសមាធិសិក្ខាឬចិត្តសិក្ខាបើសង្គ្រោះជាវិជ្ជានិងចរណៈសមាទិដ្ឋិនិងសមាសង្កប្បៈជាវិជ្ជាឯអង្គមគ្គផ្សេងទៀតជាចរណៈបើសង្គ្រោះជាសមថៈនិងវិបស្សនាវិញសមាទិដ្ឋិនិងសមាសង្កប្បៈជាវិបស្សនាក្រៅពីនេះជាសមថៈដូច្នេះសីលសិក្ខាត្រូវចូលក្នុងក្រុមសមថៈឬក្រុមចរណៈការសង្គ្រោះនេះមានក្នុងអត្ថកថាសច្ចវិភាំងគម្ពីរអភិធម្មពិតមែនតែជាបឋមសតិប្បដ្ឋាន4មានអារម្មណ៍ជាបច្ចុប្បន្នតែលុះដល់បញ្ញាមានការចម្រើនខ្លាំងក្លាបញ្ញាក៏មានការពិចារណាឃើញច្បាស់នៅអារម្មណ៍ជាបរមត្តគ្រប់កាលទាំង3ឃើញនៅបដិច្ចសមុប្បាទធម៌ដែលជាសង្ខារធម៌សុទ្ធបញ្ញាឃើញសង្ខារធម៌មានការអស់ទៅសូន្យទៅត្រូវនាំមកនៅអានិសង្ស8ប្រការ1មានការលះបង់នៅភវទិដ្ឋិយល់ថាមានប្រលឹងតួខ្លួនត្រូវទៅកើតក្នុងភពថ្មីក្រោយពីស្លាប់ព្រោះមិនបានឃើញថាបដិសន្ធិជាផលវិបាករបស់កម្មនេះជាភវទិដ្ឋិ2មានការលះបង់នៅសេចក្តីត្រេកអរនិងសេចក្តីត្រូវការប្រាថ្នាក្នុងជីវិតនេះមិនមែនជាបែបតោមនស្សរបៀបដូចមនុស្សខ្លះមិនប្រាថ្នាការរស់នៅនោះឡើយអានិសង្សទី2នេះសំដៅត្រង់ប្រាជ្ញាតណ្ហាក្នុងជីវិត3មានភាពស្ទុះស្ទាប្រឹងប្រែងស្វែងរកបុណ្យកុសលគ្រប់ពេលនិងគ្រប់ផ្នែកដែលអាចបំពេញបាន4មានអាជីពបរិសុទ្ធ5មានការលះបង់នៅសេចក្តីក្រវល់ក្រវាយក្នុងការធ្វើបាប6មានការប្រះចាកនៅភ័យ7បាននៅខន្តីនិងសោរជ្ជៈ8កំចាត់បងបាននៅការស្រឡាញ់និងការស្អប់មិនបង្កប់នៅគំនុំទុកក្នុងសន្តាន
វិបស្សនាភាវនាគឺជាភ្លើងដុតនៅបាបធម៌និងកិលេសផ្សេងឲ្យរីងស្ងួតរហូតដាច់ជាសមុច្ឆេទលែងត្រឡប់មកវិញព្រោះការបានសម្រេចនៅអរិយមគ្គជាលោកុត្តរៈនេះជាសេចក្តីស្ងប់ដោយអំណាចនៃវិបស្សនាភាវនារួមសេចក្តីមកឧបសមៈគឺសេចក្តីស្ងប់នេះជាគុណជាតិដែលចាំបាច់ដល់ក្រៃលែងសម្រាប់ជីវិតប្រចាំថ្ងៃដោយចំពោះណាស់នោះគឺស្ងប់ចាកកិលេសដែលជាហេតុនៃសេចក្តីខ្វល់ខ្វាយនឹងការជាប់ជំពាក់វៈវិនទាំងឡាយបើមនុស្សក្នុងលោកយើងនេះជួយនាំគ្នារងាប់នៅកិលេសក្នុងសន្តាននៃខ្លួនឯងគ្រប់គ្នាពិភពលោកយើងនេះនឹងបានសុខស្ងប់ត្រជាក់ជាងសពថ្ងៃរាប់រយរាប់ពាន់ដងព្រោះកិលេសដែលមាននៅខាងក្នុងសន្តាននៃមនុស្សយើងម្នាក់នោះឯងបានផ្លាញរិទ្ធចេញមកទំលាយគ្នានឹងគ្នាឲ្យក្តៅក្រហាយក្រវល់ក្រវាយជានិច្ចរហូតមកការជួយគ្នារក្សានៅសេចក្តីស្ងប់ក្នុងចិត្តរៀងខ្លួនគឺជាការជួយដល់ពិភពលោកជួយដល់សង្គមដ៏ធំឲ្យបានស្ងប់មាំមួននិងគង់វង្សឋិតថេរជាពិតប្រាកដមេត្តាភាវនាក្តីសុខគឺជាបំណងធំក្រៃសត្វក្នុងភពត្រៃភ័យខ្លាចទុក្ខាអ្នកមានចិត្តខ្ពស់រស់ដោយមេត្តាខ្លួនជាឧបមាប្រាថ្នាសុខសាន្តចម្រើនមេត្តាគឺការតាំងចិត្តសូមឲ្យជីវិតឆ្ងាយចិត្តសពឋានរស់នៅបានសុខគ្មានអ្វីរំខានសិលធម៌កល្យានបានជាសម្បត្តិស្មារតីមិនភ្លេចជានិច្ចរាល់ថ្ងៃតាំងចិត្តថ្លាថ្លៃវាក្តីវិបត្តិរៀបកាយវាចាសិក្សាហ្វឹកហាត់មេត្តាសម្បត្តិកំចាត់ហិង្សាហាត់វិគ្រោះចំពោះសេចក្តីទុក្ខក្នុងជីវិតមនុស្សយើងម្នាក់រមែងមាននៅសេចក្តីទុក្ខជាពិតប្រាកដសេចក្តីទុក្ខដែលព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ហៅថាជាសភាវៈទុក្ខគឺជារាទុក្ខព្យាធិទុក្ខនិងមរណទុក្ខសភាវៈទុក្ខទាំងនេះសូម្បីតែព្រះអរហន្តក៏នៅតែធ្លាក់ចូលក្នុងអំណាចផងដែរដូច្នេះពិតជាមិនមានបុគ្គលណាក្នុងโลกនេះអាចគេចពីសភាវៈទុក្ខបានឡើយឲ្យតែមានជាតិកើតមកហើយមនុស្សលោកយើងដែលនៅមានឧបាទានគឺសេចក្តីប្រកាន់មុំមិនមែនមានតែសភាវៈទុក្ខប៉ុណ្ណឹងនោះទេគឺនៅមានសេចក្តីទុក្ខច្រើនបែបយ៉ាងច្រើនទៀតណាស់ដែលបានចូលមកបន្ថែមលើសភាវៈទុក្ខឲ្យទៅជាទុក្ខដ៏ខ្លាំងក្លាបើមិនមានឧបាទានទេសេចក្តីទុក្ខក៏នៅត្រឹមតែជាសភាវៈទុក្ខសុទ្ធប៉ុណ្ណោះដូចជាសភាវៈចាស់ជរាជាដើមបើព្រមឲ្យចាស់ទៅតាមធម្មតារបស់សង្ខារក៏ជារឿងធម្មតានៃការចាស់ជរាមិនមានរឿងអ្វីដែលត្រូវកើតទុក្ខតាមផ្លូវចិត្តនោះឡើយប៉ុន្តែដល់ទៅមានឧបាទានក៏បានទៅជារឿងភ័យខ្លាចចាស់មិនចង់ចាស់ព្រោះចាស់ទៅវាត្រូវអស់ស្អាតអស់សង្ហារដូច្នេះសេចក្តីទុក្ខក៏កើតឡើងភ្លាមទាន់ពេលដែរក្រៅអំពីនេះនៅមានសេចក្តីទុក្ខដែលកើតអំពីឧបាទានសុទ្ធទៀតដូចជាការប្រកាន់ថាគេជេរយើងគេនិយាយអាក្រក់ពីយើងគេធ្លាប់លើកដំកើងសរសើរយើងឥឡូវដោយម្ដេចបានជាគេប្រងើយកន្តើយទៅវិញយ៉ាងនេះជាដើមហើយក៏កើតទុក្ខតាមផ្លូវចិត្តទៅសេចក្តីទុក្ខបែបនេះបើមិនគិតប្រកាន់ទេវាពិតជាមិនមានឡើយតែបើគិតប្រកាន់វាក៏មកដល់រឹតតែប្រកាន់រឹតតែទុក្ខយ៉ាងនេះហៅថាទុក្ខព្រោះឧបាទានកាលដែលយើងវិគ្រោះវែកញែកយើងក៏បានដឹងថាសេចក្តីទុក្ខណាកើតព្រោះឧបាទានដល់លះឧបាទានឬដល់ឧបាទានបានហើយសេចក្តីទុក្ខនោះក៏រលត់ទៅភ្លាមដែរ